នេះដែរខ្ញុំលើកយកលំហាត់ parabol មកបង្ហាញទៅកាន់អ្នកទាំងអស់គ្នាចាអញ្ចឹងគេមាន parabol ដែលមានសមីការ x ការ៉េបូក 4x ដក 8បូក 12ស្មើ0អញ្ចឹងក៏គេឲ្យវិសេសមីការជាសមីការស្តង់ដារខរកកំពូលកំណុំអឆ្លងនិងបន្តប្រាប់ទឹកមិនគួរសង parabol ចាចម្លើយកអញ្ចឹងក្នុងកគេឲ្យវិសេសមីការជាសមីការស្តង់ដារអញ្ចឹងនៅក្នុងសមត្ថកម្មគេប្រាប់សមីការទូទៅនៃ parabol អញ្ចឹងគេឲ្យបំលែងសមីការទូទៅនៃ parabol នោះទៅជាសមីការស្តង់ដារនៃ parabol អញ្ចឹងយើងមានសមីការ x ការ៉េមានប៉ុណ្ណឹងអញ្ចឹងយើងត្រូវបំលែងសមីការហ្នឹងទៅជាសមីការស្តង់ដារនៃ parabol ចាអញ្ចឹងយើងមើលអាណាការ៉េចាគឺ x ការ៉េអញ្ចឹងកាលណា x ការ៉េយើងផ្ដុំ x ការ៉េនៅមួយដុំហើយមិនចេញx យើងបោះទៅមួយដុំទៀតចាឥឡូវខ្ញុំសរសេរ x ការ៉េបូក 4x បូក 4បោះនេះទៅអង្គទី2ដក 8y បោះទៅបាន 8y ដក 12ចាអញ្ចឹងយើងត្រូវថែមឲ្យវាចូលទៅមុនឲ្យវាចូលទៅមុននេះគេ a បូក v ដូចជាការ៉េស្មើ a ការ៉េបូក 2ab បូក v ការ៉េឥឡូវយើងយក4ចែកនឹង2ហ្នឹង4ចែកនឹង2បាន2អញ្ចឹង4ចែកនឹង2បាន2ហើយប្រហែលយើងលើកប៉ុណ្ណឹងជាការ៉េចា2ការ៉េយើង4អញ្ចឹងបើកាលណាយើងថែម4យើងត្រូវដក4ចេញវិញដើម្បីអស់ចាអស់ឥឡូវយើងស្រីបានប៉ុណ្ណឹងហើយយើងបដូរមកនេះមកអានេះយើងអាចសរសេរបាន x ការ៉េបូកអានេះ4ហ្នឹងមិន2ការ៉េបាន2x អានេះមិន2ការ៉េចានេះដក4ស្មើ8y ដក12អញ្ចឹងយើងទុកតានេះឯងទុកតានេះអង្គទី1ក្រោមពីហ្នឹងយើងបោះអង្គទី2ដើម្បីទូទាត់លេខមកនេះព្រោះនេះយើងបានជាតម្រងអីគេតម្រង a បូក b ដូចជាការ៉េហើយអញ្ចឹងអានេះយើងសរសេរជាតម្រង a បូក b ដូចជាការ៉េបានអីតួ a យើង x បូកអូ sorry អានេះបូកx តួ b យើងគឺ2x បូក2ដូចជាការ៉េស្មើ 8y ដកអានេះដក12បោះដក4ទៅខាងនោះបានបូក4សល់ដក8អញ្ចឹងប៉ុណ្ណឹងយើងចូលជាតម្រងសមីការស្តង់ដារហើយយើងក៏លេខមើលទៅយើងអាចដឹងថាវាសមីការស្តង់ដាររបស់វាគឺអីហើយអញ្ចឹងសមីការស្តង់ដាររបស់វាគឺអីគេ x ដក5ដូចជាការ៉េស្មើ4ពេកតា y ដកការចាអញ្ចឹងប៉ុណ្ណឹងវាចូលតម្រងស្តង់ដារនៅទេអញ្ចឹងកន្លែងនេះយើងត្រូវចាប់ពីគេចាប់8ជាកតាសិននេះអង្គទី1យើងសរសេរទៅបានចាប់8ជាកតាសល់ y ដក1អញ្ចឹងយើងមើលទៅចូលតម្រងស្តង់ដារចាចូលហើយអញ្ចឹងដូចនេះសមីការស្តង់ដារនេះគឺ x បូក2ដូចជាការ៉េស្មើ8កតា y ដក1ចាឥឡូវសមីការស្តង់ដារយើងដឹងហើយឥឡូវយើងគេឲ្យរកកំពូលកំណុំអាចឆ្លោះនឹងបន្តប្រាប់ទឹកចាក្នុងនេះយើងមានសមីការស្តង់ដាររបស់យើងមានអូខេ x បូក2ដូចជាការ៉េស្មើ8 y ដក1អញ្ចឹងយើងមើលការ៉េលើ x មានន័យថាអាចឆ្លោះស្របអាy ព្រម y ចាអញ្ចឹងវាជាសមីការស្តង់ដារយើងវិចារមកវាជាសមីការស្តង់ដារនៃ parabol ដែលមានអឆ្លោះស្របអy ព្រម y កំណត់បានកំណត់ដោយនេះ x ដក5ដូចជាការ៉េស្មើ4ពេកតា y ដក5ចាអញ្ចឹងយើងផ្ទឹមអាសមីការស្តង់ដារយើងមានជាមួយសមីការស្តង់ដារ parabol មកអញ្ចឹងយើងទាញយើងមើលយើងទាញបានអញ្ចឹងយើងអាចទាញបាន5យើងទាញបាន2ហើយនឹងទាញបានកែចាកន្លែងនេះវាសាររូបមន្តវាដកប៉ុន្តែកន្លែងនេះបូកបើសិនតែយើងទាញបាន5ស្មើ2ទៅដល់គឺអត់ត្រូវទេដោយសារការរូបមន្តវាដកចាអញ្ចឹងន័យថារូបមន្តវាដកអញ្ចឹងន័យថា5ហ្នឹងស្មើដក2ហើយបានគុណទៅនឹងដកហ្នឹងបានជាងបូកចាអញ្ចឹងកន្លែងនេះយើងទាញបាន5ស្មើនាំឲ្យ5ស្មើដក2ចាយើងដក2គឺនឹងដកមកដកបូកអញ្ចឹងវាដូចសមីការស្តង់ដារនេះហើយកន្លែងនេះយើងទាញបានការស្មើអានេះសម្រាប់ដកស្រាប់ហើយអញ្ចឹងការយើងស្មើ1នឹងពេនឹង4ពេស្មើ8ចាយើងនាំពេស្មើនឹង8ចែក2បាន8ចែក4បាន2អញ្ចឹងពេលយើងរកការហាស់ពេហើយយើងអាចទាញរកកំពូលបានអញ្ចឹងនាំឲ្យកំពូលយើងតាំងដល់ស្អីវេដែលមានគោលដៅហាស់ការអញ្ចឹងឲ្យវេគេហាស់យើងទៅ12ហើយនឹង1នាំឲ្យកំណុំតាំងដល់ស្អអអញ្ចឹងអាចឆ្លោះស្របអាណាគឺបុកដកខាងហ្នឹងចាអញ្ចឹងយើងបុកដកខាងអរនេះបុកដកខាងអាប់ស៊ីព្រោះអាចឆ្លោះវាស្របអាអ៊ីក្រិចព្រឹងទៅអារបៀបចឹងក្នុងទេអញ្ចឹងហាស់ការយើងកំឡុងបូក2អាចបានដក2 1បូក2បាន3នឹងអីគេអាចឆ្លោះ
ឆ្លោះអាចឆ្លោះឈរអញ្ចឹងដល់បន្ទាប់អាចឆ្លោះឈរ x ស្មើ5ស្មើដក2ហើយបន្ទាប់ប្រាប់ទៅ d y វាស្មើនឹងអីគេការដក2ចាការយើងដក1ដក2ស្មើដក1